nơi ní MacBook 2024នៅក្នុងដៃខ្ញុំនេះហើយខ្ញុំនឹងធ្វើ show បង្ហាញទៅបងប្អូនទាំងគ្នាពីការ check មើល MacBook បាទសម្រាប់អ្នកដែលចង់មានបំណងចង់ទិញ MacBook ប្រើបាទនៅនេះខ្ញុំនឹងបង្ហាញពី3ចំណុចបាទបងប្អូនអឺក្នុងពី3ចំណុចនោះគឺមានមួយចំណុចគឺសំខាន់បំផុតបងប្អូនគឺសំខាន់បំផុតហើយខ្ញុំឃើញថាពីច្រើនបងប្អូនយើងមិនបានដឹងទេបាទនោះជាចំណុចដែលសំខាន់បំផុតហើយខ្ញុំនឹងបង្ហាញនៅចំណុចចុងក្រោយគេបាទអូខេជាដំបូងនៅពេលដែលយើងចង់ទិញ MacBook គឺយើងគួរតែមើលតួរបស់វាភិនភាគខាងក្រៅរបស់វាបាទជាពិសេសគឺមើលភិនភាគកុំព្យូទ័រផ្ទាល់ជាក់ស្ដែងបាទថាមានស្នាមដែរអត់ចាស់ហើយឬមួយក៏គេម្ចាស់គេមុនគេប្រើយ៉ាងម៉េចដែរបាទហើយយើងមើលទៅប្រអប់វាបាទតើមានប្រអប់មានអីដែរអត់បាទឆ្នាំងសាកឆ្នាំងអីហ្នឹងបាទអានេះជាភិនភាគខាងក្រៅហើយអ្វីដែលខ្ញុំចង់បង្ហាញថ្ងៃនេះក្នុងវីដេអូនេះគឺខាងក្នុងម៉ាស៊ីនរបស់កុំព្យូទ័របាទចំណុចទី1គឺយើងទៅមើលម៉ាស៊ីនកុំព្យូទ័រផ្ទាល់តែម្ដងនៅនោះគឺវាមានព័ត៌មានជាច្រើនបាទបងប្អូនហើយដើម្បីដឹងព័ត៌មានកុំព្យូទ័រនោះជាដំបូងគឺយើងចូលទៅកន្លែងនេះបាទបងប្អូននេះខាងលើខាងឆ្វេងហ្នឹងគឺកន្លែងរូបផ្លែប៉ោមនេះបងប្អូនចុចលើវាមកហើយយើងយក about this Mac ខាងលើគេបាទអូខេនៅនេះគឺវាមានព័ត៌មានមួយផ្ទាំងបាទនេះគឺវាប្រាប់តេតិននឹងព័ត៌មានកុំព្យូទ័រផ្ទាល់តែម្ដងគឺព័ត៌មាន laptop ផ្ទាល់តែម្ដងគឺនេះគឺជា MacBook ដែលនៅលើដៃខ្ញុំនេះគឺជា MacBook Air បាទហើយមានទំហំ13 inch 13 inch នេះគឺជាទំហំ screen ជាទំហំអេក្រង់ហើយជាប្រភេទ M series បាទអាហ្នឹងគេហៅថា M series chip របស់វាគឺជា M series បាទហើយឆ្នាំ2024បាទឆ្នាំ2024នេះបាទ chip Apple M series បាទអានេះបើនៅលើ Windows គេប្រើ processor បាទ processor នៅលើ MacBook គឺគេហៅ chip នេះគឺវាប្រៀបបានបើសិនជាយើងប្រៀបជាមួយនឹងមនុស្សញ៉ាំនិយាយឲ្យសួរស្ដាប់ទៅគឺថាជាខួរក្បាលរបស់កុំព្យូទ័របាទជាខួរក្បាលរបស់កុំព្យូទ័រតែម្ដងបាទនេះជា memory តបមកគឺ memory របស់វាគឺ 8GB 8GB ខ្ញុំគិតថាវាស័ក្តិសមហើយអ្នកប្រើធ្វើការធម្មតាប៉ុន្តែបើសិនជាបងប្អូនប្រើការតាក់ទិនទៅនឹង edit video ធំហើយច្រើនបាទអាហ្នឹងគឺគួរតែប្រើ16ទៅបាទ16ឬមួយក៏32អីអញ្ចឹងទៅប៉ុន្តែ8នេះគឺខ្ញុំគិតថាវាក៏មិនតូចពេកដែរគឺវាល្មមហើយប្រើដូចជាអ្នកធ្វើការធម្មតាសាសាឡាខ្ញុំគិតថាវាសមហើយ serial number អានេះគឺជាចំណុចដែលសំខាន់បំផុតហើយខ្ញុំនឹងបង្ហាញបន្តិចទៀតនេះបន្ទាប់មកគឺយើងទៅមើលនៅក្នុង setting របស់វាយើងមើលក្នុង setting យើងចូលទៅក្នុង setting របស់វាអូខេ setting ហើយយើងចូល general នេះ general បន្ទាប់មកយើងរើសយក about លើគេនេះ about អ្នកដែលធ្លាប់ទិញ iPhone គឺធ្លាប់ឆែកហើយលក្ខណៈអញ្ចឹងបាទវាដូចទៅនឹង iPhone ដែរបាទដូចទៅនឹងទូរស័ព្ទ iPhone ដែរយើងយក about ហើយកន្លែងនេះគឺជាព័ត៌មានជាច្រើនបាទដែលវាប្រាប់យើងនេះកន្លែងនេះគឺដូរឈ្មោះដែលបានទេអាកន្លែង name លើនេះគឺយើងដូរបានទេហើយ chip យើងនិយាយហើយមិញគឺជា chip របស់ Apple ផ្ទាល់តែម្ដង M series បាទ M series ខ្ញុំគិតថាជា chip ដែលជំនាន់ចុងក្រោយហើយបាទឥឡូវនេះគឺមានទៅដល់ M4 ទៀតបាទ M series នេះគឺ2024មកហើយប៉ុន្តែខ្ញុំគិតថាវាក៏ខ្លាំងដែរបាទវាក៏ខ្លាំងដែរ memory គឺ 8GB memory របស់វា 8GB serial number បាទអានេះ limit warranty កន្លែងនេះlimit warranty នេះគឺជាថ្ងៃការធានាពីក្រុមហ៊ុន Apple ផ្ទាល់បាទគឺផុតកំណត់នៅ5 January បាទ2026បាទវានៅជិត1ឆ្នាំដែរបាទខ្ញុំទើបតែទិញដែរអញ្ចឹងបាទប្រើប្រហែលជាបាន1ខែជាងបាទជិត1ខែអូខេបាទយើងអស់មកក្រោមទៀតយើងមើលកន្លែង display គឺតកតងទៅទំហំអេក្រង់
វាប្រើ13.6 inch 13.6 inch ខ្ញុំគិតថាវាមិនធំពេកទេក៏ប៉ុន្តែវាក៏ទូចពេកដែរវាល្មមហើយបាទប្រើហើយនេះ resolution វាបាទខ្ញុំគិតថាល្អណាស់បាទ2025 60 1664បាទទំហំស្តុកវាប្រៀបបានដូចទៅនឹង memory ដែលស្តុកនេះវា laptop របស់ខ្ញុំនេះគឺ256បាទ 256GB ណាវាខ្ញុំគិតថាវាធំដែរហើយបាទវាល្មមដែរហើយសម្រាប់ប្រើជាមួយនឹងអីគេជាមួយនឹង 8GB នេះហើយសម្រាប់ laptop របស់ខ្ញុំគឺខ្ញុំគិតថាល្មមហើយវាតម្រូវការរបស់ខ្ញុំគឺខ្ញុំគិតថាល្មមហើយវាមិនតូចពេកហើយក៏វាមិនធំពេកដែរបាទហើយសម្រាប់អ្នកដែលចង់កាត់តវីដេអូធំ edit វីដេអូអញ្ចឹងខ្ញុំគួរតែប្រើ500ឡើងទៅបាទប៉ុន្តែនេះគឺសម្រាប់ខ្ញុំគឺល្មមហើយអាហ្នឹងបងប្អូនគិតទៅតាមតម្រូវការរបស់បងប្អូនបាទអូខេឥឡូវយើងមើលកន្លែង system report បាទកន្លែងនេះខ្ញុំគិតថាសំខាន់បាទយើងចុចលើវាមក system report ខ្ញុំដាក់ឲ្យធំសិនឲ្យបងប្អូនសួរមើលអូខេចុចកន្លែងនេះឲ្យធំចឹងអូខេកន្លែងនេះគឺវាមានព័ត៌មានជាច្រើនបាទកន្លែង hardware នេះគឺវាមានព័ត៌មានដែរកន្លែងនេះ model name បាទ MacBook Air ប្រាប់ឈ្មោះ laptop របស់យើងហើយកន្លែងនេះគឺ model number chip ជាខួរក្បាលរបស់ computer គឺ M3 វាប្រើ GPU 8 core បាទអូខេអ្វីដែលសំខាន់យើងគួរតែមើលនោះគឺ battery បាទបងប្អូនយើងទៅរកពាក្យកន្លែង power នេះបងប្អូនកន្លែងខ្ញុំដាក់លើសញ្ញាព្រុញពីលើនេះបាទ power ចុចលើ power មកកន្លែងនេះគឺវាតកតងនឹងព័ត៌មានរបស់ថ្ម computer ថ្ម laptop របស់យើងbattery information ព័ត៌មាន battery អូខេនៅកន្លែងនេះយើងមើលខាងក្រោមនេះគឺcharging កន្លែងបញ្ចូលអូខេcycle count កន្លែងនេះសំខាន់បងប្អូនមើលកន្លែងនេះកន្លែងលេខ8នេះ cycle count នេះមានន័យថាសាកថ្មរបស់យើងចំនួនសាកថ្មរបស់ laptop របស់យើងបាទមានចំនួន8ដងអូខេចំនួនសាកថ្ម laptop របស់យើងគឺមាន8ដង condition មានថាស្ថានភាពរបស់វាគឺ normal ធម្មតាវាល្អហើយបាទ maximum capacity នេះគឺ100%មានថាថ្មវាអត់ទាន់បាននេះទេបាទទប់ថ្មីបាទគឺល្អបាទ8 cycle count នេះគឺល្អបាទនៅថ្មីខ្ញុំស្ទើរនៅថ្មីបាទខ្ញុំ recommend ឲ្យបងប្អូនទិញតកតងនឹង cycle count ចាប់ពី300ចុះក្រោមបាទចាប់ពី300ចុះក្រោមមកទៅដល់400 500អីអាហ្នឹង computer គេប្រើបានរៀងច្រើនហើយបាទបើសិនជា computer ដែលបងប្អូន check កន្លែង cycle count នេះត្រឹម300ចុះក្រោមគឺខ្ញុំគិតថា computer នោះនៅល្អនៅឡើយបាទគេនៅប្រើគួរសមបាទមានន័យថាយើងអាចទិញបន្តិចប្រើតទៀតបានបាទអាហ្នឹងអញ្ចឹងអូខេប៉ុណ្នេះហើយបាទកន្លែងនេះខ្ញុំបានបង្ហាញប៉ុណ្នេះហើយបាទត្រួសបាទបង្ហាញត្រួសអូខេចំណុចចុងក្រោយដែលខ្ញុំប្រាប់បងប្អូនថាជាចំណុចសំខាន់នោះវាជាចំណុចដែលយើងគួរតែ check មើលហើយវាជាព័ត៌មានដែលអ្នកលក់មិនអាចកុហកយើងបានទេបាទវាគឺជាការ check serial number តែម្ដងឥឡូវយើង copy មកជាមួយយើង select ហើយចុច command C អញ្ចឹងអូខេដូចគ្នានឹងខ្ញុំធ្លាប់តែប្រើ Windows បាទបងប្អូនអធិស្ឋានដោយសារ MacBook ទៅប្រើទិញដែរទេទៅទិញប្រើដែរឥឡូវយើង command C យើង copy វាហើយយើងចូលទៅក្នុង Safari ក៏បាន Chrome ក៏បានដែរបងប្អូនហើយយើង search យកពាក្យ check IMEI អូខេយើង check IMEI អូខេនេះ check IMEI iPhone នេះអូខេដើម្បីយើង search មកយើងអស់មកក្រោមមកយើងនឹងឃើញ website មួយនេះបងប្អូន website នេះមើល logo website នេះបាទខ្ញុំពិចារណាប្រើតែ website នេះទេដើម្បី check IMEI នេះ check iPhone ក៏បាន check អីក៏បានឲ្យទៅតងនឹង Apple បាទរបស់ក្រុមហ៊ុន Apple ឲ្យតែជាតំណែងរបស់ក្រុមហ៊ុន Apple បាទយើងចុចលើវាមកបងប្អូនចុច click លើវាមួយមកឥឡូវយើងចូលទៅហើយអូខេឥឡូវអស់មកក្រោមមកកន្លែង search នេះកន្លែងវាដាក់ IMEI or serial number
តមកធ្វើការ copy វាមកcommand V អញ្ចឹងអូខេឥឡូវយើង select ទៅលើពាក្យ check អូខេរងចាំបន្តិចយើងធ្វើការរកទិន្នន័យរបស់ laptop របស់យើងបាទយើងនឹងស្វែងរកទិន្នន័យអំពីព័ត៌មាន laptop របស់យើងបាទអូខេចាំបន្តិចសិនត្រង់ចំណុចនេះគឺបងប្អូនត្រូវការមាន Wi-Fi connect បាទមាន Wi-Fi connect ឬមួយក៏មានអ៊ីនធឺណិតនៅលើ laptop របស់បងប្អូនដើម្បី check វាបាទនេះ check មកហើយទិន្នន័យបាទវាប្រាប់យើងតែម្ដងបាទជា MacBook Air 13 inch M3 2024បាទទិន្នន័យនេះគឺជាទិន្នន័យដែលត្រឹមត្រូវហើយដែលយើង check នៅលើ laptop របស់យើងមិញនេះបាទនេះលេខ serial number របស់វាអូខេក្រោយនេះ first activation អូខេប៉ុន្មានវាជាច្រើនទៀតwarranty name អូខេ limit មានថាជាការធានាមានកំណត់អូខេមួយឆ្នាំអញ្ចឹងបាទហើយខំទៀតកន្លែងនេះគឺជាថ្ងៃដែលយើងបើក laptop របស់យើងនេះ2025 6 January អូខេបាទហើយថ្ងៃផុតកំណត់របស់យើងគឺ2026 January អូខេ5អូខេមានអីទេបាទអត់ទេយើង check មកឃើញព័ត៌មានរបស់យើងនេះថារបស់ Apple ជារបស់ Apple ពិតហើយបាទគេមិនអាចកុហកយើងបានទេអានេះមានតែប៉ុណ្្នឹងឯងបងប្អូនហើយអ្វីដែលសំខាន់ទៀតគឺបងប្អូនត្រូវតែផ្ទៀងទិន្នន័យផ្ទៀងដែលណានេះ serial number ហ្នឹងបងប្អូនផ្ទៀងជាមួយនឹងប្រអប់របស់ laptop របស់យើងបើសិនជាមានបាទប្រសិនបើមានប្រអប់ laptop របស់យើងគួរតែផ្ទៀងវាបើសិនជាផ្ទៀងតែវាដូចគ្នាវាពិតជាគេមិនកុហកយើងទេបាទវាជារបស់ Apple ស៊ីណាបាទគេមិនកុហកយើងទេនេះជាចំណុចខ្លះទេបាទអូខេជាចុងក្រោយសូមអរគុណបាទដែលបានទស្សនាអរគុណបងប្អូនទាំងគ្នាហើយជួយ like និង subscribe channel ម្នាក់មួយផងបងប្អូនដើម្បីលើកទឹកចិត្តខ្ញុំនឹងចែករំលែកក្រោយទៀតបាទហើយសម្រាប់បងប្អូនដែលចង់ធ្វើការ check ទៅលើ iPhone បាទខ្ញុំធ្លាប់ធ្វើវីដេអូមួយហើយកាលមុនបាទអាចចូលទៅមើលក្នុង channel របស់ខ្ញុំបានបាទជាចុងក្រោយសូមអរគុណសូមជម្រាបលាបាទបងប្អូន